ម្ចាស់សូមប្រកាសក្រាបប្រណិប័តដល់អង្គពុងបរិស័ទដែលលះកាត់ក្តីកង្វល់ហើយមកប្រជុំគ្នាព្រោះប្រាថ្នាយកកុសលហេតុនេះសូមដងកលតាំងចិត្តស្ដាប់ធម៌ទេសនាដើម្បីជាការបន់និងជាគុណច្រើនណាស់ណាអំណាចស្ដាប់ទេសនាដោយជ្រាំងថ្លាក្នុងសន្តានពេលនេះសូមបរិស័ទដែលប្រណិប័តកលត្រៀបត្រាកំពោលកំចោចានិយាយគ្នាបែមុខក្រោយសូមផ្ចងនៅសញ្ញាផ្ទៀងសោតាស្ដាប់កុំធ្លយទៅនឹងបានផលសោយអានិសង្ឃ5ប្រការ